ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងធម្មការនិងសាសនាលេខ31/25កថសសននសេចក្តីណែនាំស្តីពីការទប់ស្កាត់នៅរូបភាពអាជីវកម្មគោដុតនៅទីចំហសាធារណៈនៅព្រះរាជាណាចក្រកម្ពុជាព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណធម៌សីលធម៌សុជីវធម៌សង្គមនិងធ្វើឲ្យពុទ្ធចក្រនិងអាណាចក្រធ្វើដំណើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍជាតិឈានឆ្ពោះទៅរកភាពសម្បូររុងរឿងសុខសន្តិភាពវិបុលភាពពិតប្រាកដសម្រាប់មនុស្សជាតិដែលជាគោលដៅចម្បងស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាលជាពិសេសគោលនយោបាយបញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលបាននឹងកំពុងបន្តបំពេញសកម្មភាពយ៉ាងសកម្មក្នុងការការពារថែរក្សានិងគាំទ្រទាំងស្មារតីនិងសម្ភារៈដើម្បីពង្រឹងនិងពង្រីកវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យមានវឌ្ឍនភាពជាបន្តបន្ទាប់កន្លងមករាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ15សជនផកចុះថ្ងៃទី10ខែមករាឆ្នាំ2012ក្នុងគោលបំណងទប់ស្កាត់នៅរូបភាពអាជីវកម្មគោដុតនៅទីចំហសាធារណៈដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងជំនឿផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យស្របទៅនឹងគោលការណ៍ណែនាំនេះក្រសួងធម្មការនិងសាសនាសូមធ្វើការណែនាំដូចខាងក្រោម 1. ហាមដាច់ខាតនៅសកម្មភាពរូបភាពអាជីវកម្មគោដុតនៅទីចំហសាធារណៈដូចជានៅមុខហាងជាដើមដែលបង្ហាញនៅសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលបំណងអហិង្សាធម៌របស់ព្រះពុទ្ធសាសនានិងជំនឿផ្សេងៗ 2. ការចរាចរសត្វទ្វេបាតចតុបាទសត្វមានជីវិតដទៃទៀតតាមរថយន្តតូចក្រយានយន្តត្រីចក្រយាននិងមធ្យោបាយនានាត្រូវមានការបិទបាំងឲ្យបានត្រឹមត្រូវហ្មត់ចត់ជៀសវាងការចងខ្សែព្យួរដាក់ក្នុងទីវាលឬក៏ចងទម្លាក់តាមផ្លូវដែលជារូបភាពបង្ហាញនៅភាពហិង្សាធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនានិងសេចក្តីថ្លៃថ្នូររបស់សង្គម 3. ចំពោះសាច់សត្វដែលបានពិឃាតហើយការដឹកជញ្ជូនចរាចរណ៍តាមផ្លូវត្រូវមានការវេចខ្ចប់បិទបាំងឲ្យបានជិតល្អត្រឹមត្រូវជៀសវាងការដឹកជញ្ជូនដោយគ្មានការវេចខ្ចប់និងបិទបាំងឬដាក់ចំហដែលធ្វើឲ្យប៉ះពាល់អារម្មណ៍សុខភាពសាធារណៈនិងបង្ហាញពីហិង្សាធម៌ក្រសួងធម្មការនិងសាសនាសង្ឃឹមនិងជឿជាក់ថាក្រោយពីទទួលបានសេចក្តីណែនាំខាងលើនេះអ្នកធ្វើអាជីវកម្មពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសហការអនុវត្តឲ្យបានប្រសើរឡើងថ្ងៃពុធ12កើតខែបោះឆ្នាំម្សាញ់សប្តាស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី31ខែធ្នូឆ្នាំ2025ហត្ថលេខានិងត្រារដ្ឋមន្ត្រីចាយបូរិនចម្លងថ្វាយប្រគេនជូនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខុទ្ទកាល័យសម្ដេចធិបតីនាយករដ្ឋមន្ត្រីអាជ្ញាធរពាក់ព័ន្ធឯកសារកាលបវត្ត